ឆាម្សៅគឺជាមុខម្ហូបមួយប្រភេទដែលបងប្អូនយើងភាគច្រើនគឺនិយមធ្វើនៅរដូវភ្ជុំគឺភាគច្រើនតែម្ដងយកទៅវត្តយកទៅអីអញ្ចឹងណាហើយសម្រាប់ខ្ញុំពីមុនមកគឺខ្ញុំអត់ចូលចិត្តទេឆាម្សៅឯហ្នឹងនិយាយទៅអត់ចូលចិត្តតែម្ដងប៉ុន្តែតាំងពីចេះធ្វើខ្លួនឯងមកនិយាយពីថាអាសានឹកឃើញមែនតែនហើយឲ្យតែនឹកឃើញហើយអត់មានចាំបាច់ភ្ជុំអីតន់ទេបងប្អូននឹងតែទិញយកមកធ្វើឯងហើយសម្រាប់ឆាម្សៅនេះគឺស្រួលធ្វើមែនតើហើយពីមុនក៏អត់ទាន់ចេះគាត់ថាឆាម្សៅនឹងពិបាកធ្វើហើយគឺតសើគេអ្នកដែលចេះធ្វើមកតែតាំងពីចេះធ្វើខ្លួនឯងមកនិយាយទៅម្ហូបហ្នឹងគឺស្រួលធ្វើមែនតើហើយពេលដែលធ្វើហើយគឺញ៉ាំអស់ច្រើនមែនតើបងប្អូនហើយឆាម្សៅយើងយកមិនកុំឲ្យរសជាតិវាដិតពេករសជាតិវាមិនល្មមបានន័យព្រោះយើងយកមកញ៉ាំលេងអញ្ចឹងណាហើយសម្រាប់បន្លែអីគឺយើងអាចដាក់thêmចំណូលចិត្តហើយចំពោះសាច់វិញគឺយើងមិនបាច់ដាក់ច្រើនពេកទេព្រោះឆាម្សៅដាក់សាច់ច្រើនពេកទៅក៏អត់សូវឆ្ងាញ់ដែរយើងទិញតែសាច់មួយខាំពីរខាំមកច្រាមឲ្យម៉ត់មកដាក់លេគ្នាមកនិយាយពីថាអើជាតិណាបងប្អូនហើយឥឡូវនេះចុងក្រោយគឺខ្ញុំរោយស្លឹកខ្ទឹមហើយយើងកូរតែពី3ឡប់ទៅគឺអូខេហើយយើងអាចយកទៅញ៉ាំបានហើយណាបងប្អូនតំណងណែអត់បងប្អូនឆាម្សៅមួយមុខនេះបើតំណងកុំភ្លេចតែទិញធ្វើញ៉ាំបងប្អូនចំណាយលុយតិចមែនតើអស់តែប្រហែលពាន់ហ្នឹងអាចញ៉ាំឆាម្សៅបានទេ